អ្នកជំនាញបង្ហើបពីវិធីដោះស្រាយបញ្ហាការគេងឲ្យឆាប់លក់គេងដោយមានអារម្មណ៍ស្ងប់នេះបើតាមលោកវិជ្ជបណ្ឌិត Max Tibet លោកបានសរសេរនៅក្នុងគេហទំព័រ Very Well Health ថាចំពោះអ្នកដេកតិចជាង7ម៉ោងនៅក្នុងមួយថ្ងៃវាមានឥទ្ធិពលអវិជ្ជមានដល់សុខភាពបង្កើនជំងឺលើប្រព័ន្ធសរសៃឈាមបេះដូងប្រព័ន្ធភាពស៊ាំនិងប្រព័ន្ធសរសៃប្រសាទសូម្បីតែផ្លូវចិត្តក៏ប៉ះពាល់មានដូចជាថប់អារម្មណ៍ជំងឺធ្លាក់ទឹកចិត្តនិងចុះខ្សោយខួរក្បាលផងដែរនេះជាបញ្ហាចំពោះអ្នកគេងអត់លក់អ្វីដែលជាដំណោះស្រាយមានដូចខាងក្រោមខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងពីដំណោះស្រាយពីបញ្ហាគេងឲ្យលក់ហើយធ្វើឲ្យបានលក់ភ្លាមតែម្ដងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកដំណោះស្រាយតែមួយទេដើម្បីឲ្យយល់ហើយងាយអនុវត្តដើម្បីគេងលក់ស្រួលគឺការធ្វើលំហាត់ប្រាណនេះឯងហេតុអ្វីលំហាត់ប្រាណមានឥទ្ធិពលដល់ការគេងនេះបើតាមលោក Michael Drup ជាអ្នកចិត្តសាស្ត្របានពន្យល់ពីរបៀបគេងថាលំហាត់ប្រាណដូចជាថ្នាំងងុយគេងអញ្ចឹងដែរការហាត់ប្រាណខាងក្រៅធ្វើឲ្យរាងកាយទទួលបានពន្លឺព្រះអាទិត្យនិងបន្ធូរភាពតានតឹងហើយជួយរំលាយ stress ចេញឲ្យអ្នកផងដែរវានឹងធ្វើឲ្យអ្នកស្រាលខ្លួនចេញពីបញ្ហាផ្លូវចិត្តហើយខួរក្បាលរបស់អ្នកនឹងបញ្ចេញនូវសារធាតុគីមីដែលមានអារម្មណ៍ល្អប្រឆាំងជាមួយនឹងអារម្មណ៍អាក្រក់ពេលអ្នកព្យាយាមធ្វើលំហាត់ប្រាណឲ្យបែកញើសខ្ចាយជោគពេញខ្លួននោះដល់វេលាយប់រាងកាយរបស់អ្នកត្រូវការដើម្បីបញ្ចូលថាមពលឡើងវិញអ្នកអាចធ្វើលំហាត់ប្រាណសាមញ្ញដូចជាការដើរការរត់និងទៅក្លឹបហាត់ប្រាណជាដើមនៅក្នុងមួយថ្ងៃអ្នកអាចហាត់ពី30ទៅ60នាទីផងដែរដើម្បីបញ្ចេញនូវបញ្ហាផ្លូវចិត្តចេញពីក្នុងខ្លួនហើយបន្ទាប់មករាងកាយរបស់អ្នកវានឹងអស់កម្លាំងវានឹងបញ្ជាដល់អារម្មណ៍និងខួរក្បាលរបស់អ្នកឲ្យឈប់គិតលើរឿងស្មុគស្មាញដើម្បីឲ្យខ្លួនរបស់អ្នកគេងលក់ផងដែរលោកអ្នកគ្រាន់តែអាចសាកល្បងត្រឹមតែមួយអាទិត្យអ្នកនឹងឃើញអំពីលទ្ធផលនៃការគេងកាន់តែប្រសើរជាងមុនពីមួយថ្ងៃទៅមួយថ្ងៃអារម្មណ៍នៅក្នុងការធ្វើលំហាត់ប្រាណនោះការគេងរបស់អ្នកកាន់តែប្រសើរឡើងសន្សឹមបន្តិចម្ដងទម្លាប់ហាត់ប្រាណនឹងជួយអ្នកគេងអត់លក់មកជាគេងលក់វិញហើយអ្នកនឹងមានអារម្មណ៍ថាវាអស្ចារ្យខ្លាំងណាស់សម្រាប់ការគេងនិងគេងបានស្ងប់